នេះមកស្ងោរម្រះពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកស្ងោរម្រះឲ្យមិត្តភ័ក្តិគាត់ចង់ញ៉ាំស្ងោរម្រះហើយណាមួយគាត់នៅផ្ទះគាត់អត់ស្រួលខ្លួនเนาะក៏នឹកឃើញថាមកធ្វើឲ្យគាត់ទៅព្រោះឲ្យគាត់ចង់ញ៉ាំមកហើយស្ងោរម្រះនេះគឺថាសាច់ខ្ញុំប្រឡាក់ទុកហើយស្រាច់អញ្ចឹងណាបងប្អូនឲ្យវាចូលជាតិណាខ្ញុំលាយគ្រឿងលាយអីមកចូលជាតិហើយបានខ្ញុំមករៀបចំញាត់សាច់ចូលនិយាយទៅស្ងោរម្រះខ្ញុំវាអត់ប្របាកអីទេបងប្អូនដោយថាយើងចង់កែច្នៃដាក់អីអញ្ចឹងបើគ្រឿងស្ងោរម្រះរបស់ខ្ញុំហ្នឹងគឺខ្ញុំដាក់ការ៉ុតបន្តិចលាយចូលនៅក្នុងសាច់ណាបងប្អូនហើយថ្ងៃនេះគឺអត់មានអីច្រើនទេអត់មានផ្សិតខ្មៅបើបានដាក់ផ្សិតខ្មៅផ្សិតអីទៀតកាន់តែឈ្ងុយដោយសារនៅផ្ទះខ្វះខាតគ្រឿងច្រើនហើយដល់ពេលមិត្តភ័ក្តិគាត់ចង់ហូបទៀតក៏នឹកឃើញថាស្ងោរឲ្យគាត់ទៅព្រោះអីគាត់ឈឺជើងហ៎អញ្ចឹងក៏ស្ងោរមួយឆ្នាំងហ្នឹងហើយអត់បានទៅទៀតបងប្អូនហើយផ្ញើតាមឡានតាក់ស៊ីយកទៅឲ្យគាត់ទៀតដោយសារគាត់ឈឺជើងអញ្ចឹងគាត់ចង់ញ៉ាំមានតែធ្វើឲ្យគាត់ហើយ